សម្រាប់ថ្ងៃនេះគឺមានព័ត៌មានមួយដែលកំពុងតែទាក់ទាញនឹងការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិនិងបណ្ដាប្រទេសសមាជិកអង្គការ NATO ជាច្រើនដែលអតីតប្រធានាធិបតីលោក Donald Trump នឹងត្រូវបានរាយការណ៍ថាកំពុងតែជំរុញនៅយុទ្ធសាស្ត្រប្រទេសของទ័ពអាមេរិកថ្មីនឹងដោយក្រុមដកទាហានប្រហែលជា 5,000 នាក់ចេញពីប្រទេសអាល្លឺម៉ង់ហើយផ្ទេរទៅកាន់ប្រទេសប៉ូឡែនវិញផែនការមួយនេះត្រូវបានគេមើលឃើញថាជាការផ្លាស់ប្ដូរនៅយុទ្ធសាស្ត្រសន្តិសុខដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកនៅអឺរ៉ុបខណៈដែលភាពតានតឹងជាមួយនឹងប្រទេសរុស្ស៊ីហ្នឹងនៅតែបន្តកើនឡើងដោយសារតែសង្គ្រាមនៅអ៊ុយក្រែននិងការប្រកួតប្រជែងយោធារវាងប្រទេសមហាអំណាចនឹងបានកើតឡើងតាមការវិភាគពីអ្នកជំនាញយោធានិងប្រភពព័ត៌មានអន្តរជាតិហ្នឹងគឺយុទ្ធសាស្ត្រមួយនេះមានគោលបំណងពង្រឹងនៅវត្តមានយោធារបស់អាមេរិកនៅតំបន់អឺរ៉ុបខាងកើតដែលនៅជិតព្រំដែនរបស់រុស្ស៊ីជាងមុនហើយប្រទេសប៉ូឡែននោះគឺត្រូវបានគេចាត់ទុកថាជាសម្ព័ន្ធមិត្តសំខាន់មួយរបស់អាមេរិកនៅក្នុងតំបន់និងជាប្រទេសដែលមានតួនាទីសំខាន់នៅក្នុងការគ្រប់គ្រងអ៊ុយក្រែនទាំងផ្នែកយោធានិងមនុស្សធម៌មន្ត្រីជាច្រើនក៏បានលើកឡើងថាការដកកងទ័ពចេញពីអាល្លឺម៉ង់នេះមិនមែនមានន័យថាអាមេរិកកំពុងតែបន្ថយនៅការបដិញ្ញាចិត្តចំពោះអឺរ៉ុបនោះទេប៉ុន្តែគឺជាការរៀបចំនៅកម្លាំងឡើងវិញដើម្បីឆ្លើយតបទៅនឹងបរិបទសន្តិសុខថ្មីមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍ហើយរបស់ប្រទេសអាល្លឺម៉ង់នឹងហើយគឺជាមូលដ្ឋានសំខាន់មួយសម្រាប់កងទ័ពអាមេរិកនៅអឺរ៉ុបប៉ុន្តែការកើនឡើងនៃភាពតានតឹងនៅអឺរ៉ុបខាងកើតនឹងបានធ្វើឲ្យមានការពិចារណាថ្មីអំពីទីតាំងយុទ្ធសាស្ត្ររបស់កងទ័ពអាមេរិកដូចគ្នាសម្រាប់អ្នកវិភាគនយោបាយក៏បានបញ្ជាក់ថាលោក Donald Trump នឹងតែងតែមានទស្សនៈថាប្រទេសអឺរ៉ុបនឹងគួរតែចំណាយពេលកាន់តែច្រើនសម្រាប់ការពារជាតិរបស់ខ្លួនឯងហើយមិនគួរពឹងផ្អែកទៅលើកងទ័ពអាមេរិកខ្លាំងពេកនោះទេក្នុងកំឡុងពេលកាន់អំណាចគឺលោក Trump និយាយរិះគន់ទៅកាន់ប្រទេសអាល្លឺម៉ង់ជាច្រើនដងពាក់ព័ន្ធនឹងការចំណាយការពារជាតិនិងទំនាក់ទំនងថាមពលជាមួយនឹងរុស្ស៊ីផ្ទុយទៅវិញគឺប្រទេសប៉ូឡែនក៏បានបង្ហាញនូវការគ្រប់គ្រងយ៉ាងខ្លាំងចំពោះវត្តមានយោធារបស់អាមេរិកហើយរដ្ឋាភិបាលប៉ូឡូញនឹងក៏បានវិនិយោគយ៉ាងច្រើនទៅលើវិស័យការពារជាតិនិងបង្កើននៅកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសអាមេរិកតែម្ដងមន្ត្រីរបស់ប្រទេសប៉ូឡូញជាច្រើននឹងក៏បានស្វាគមន៍នៅផែនការប្រទេសកងទ័ពមួយនេះដោយចាត់ទុកថាវាជាជំហានដ៏សំខាន់សម្រាប់ការពង្រឹងនៅសន្តិសុខនៅក្នុងតំបន់សម្រាប់អ្នកជំនាញយោធាក៏បានលើកឡើងថាការប្រទេសនៅកងទ័ពទៅកាន់ប្រទេសប៉ូឡែននេះអាចផ្ដល់នូវអត្ថប្រយោជន៍យុទ្ធសាស្ត្រជាច្រើនសូម្បីតែទីតាំងភូមិសាស្ត្ររបស់ប៉ូឡូញនឹងក៏អនុញ្ញាតឲ្យកងទ័ពអាមេរិកនឹងអាចឆ្លើយតបបានលឿនជាងមុនប្រសិនបើមានវិបត្តិសន្តិសុខនៅអឺរ៉ុបខាងកើតពិតមែនហើយវាក៏អាចជាសារព្រមានទៅកាន់ប្រទេសរុស្ស៊ីថា NATO នៅតែមានការឯកភាពនិងជឿខ្លួនការពារសម្ព័ន្ធមិត្តរបស់ខ្លួនទោះជាយ៉ាងណាគឺផែនការមួយនេះក៏បានបង្កឲ្យមានការព្រួយបារម្ភនិងការរិះគន់ពីមជ្ឈដ្ឋានមួយចំនួនផងដែរហើយអ្នកវិភាគខ្លះៗក៏បានប្រមានថាការបង្កើននៅវត្តមានយោធារបស់អាមេរិកមួយនេះនៅជិតព្រំដែនរុស្ស៊ីអាចបង្កឲ្យមានការឆ្លើយតបកាន់តែខ្លាំងពីទីក្រុងម៉ូស្គូនិងបង្កើននូវភាពតានតឹងនៅក្នុងតំបន់សម្រាប់ប្រទេសរុស្ស៊ីក៏បានអាងជាបន្តបន្ទាប់ថាការពង្រីកនៅសង្គ្រាមក៏ដូចជាសកម្មភាពរបស់ NATO នៅអឺរ៉ុបខាងកើតនេះគឺជាការគំរាមកំហែងទៅដល់សន្តិសុខរបស់ខ្លួនអ្នកជំនាញផ្នែកការទូតក៏បានបញ្ជាក់ថាការផ្លាស់ប្ដូរទីតាំងកងទ័ពរបស់អាមេរិកអាចមានផលប៉ះពាល់ទៅលើទំនាក់ទំនងរវាងប្រទេសអាមេរិកនិងអាល្លឺម៉ង់ផងដែរទោះបីជាប្រទេសទាំងពីរនេះនៅតែមានក៏ដូចជានៅតែជាសម្ព័ន្ធមិត្តជិតស្និទ្ធក៏ដោយការកដកកងទ័ពចេញខ្លះនេះអាចត្រូវបានមើលឃើញថាវាគឺជាការផ្លាស់ប្ដូរតួនាទីរបស់អាល្លឺម៉ង់នៅក្នុងយុទ្ធសាស្ត្រសន្តិសុខរបស់អាមេរិកនៅក្នុងពេលតែមួយនេះគឺ NATO ក៏កំពុងតែព្យាយាមបង្កើននូវសមត្ថភាពការពាររួមរបស់ខ្លួននោះដោយសារតែការបន្តសង្គ្រាមនៅអ៊ុយក្រែននិងការព្រួយបារម្ភពីសកម្មភាពយោធារបស់រុស្ស៊ីនោះនៅតែបន្តសម្រាប់បណ្ដាប្រទេសសមាជិកជាច្រើនក៏បានបង្កើននូវការចំណាយទៅលើយោធានិងពង្រីកនៅសហប្រតិបត្តិការផ្នែកយោធាសន្តិសុខហ្នឹងឲ្យកាន់តែខ្លាំងដូចគ្នាសម្រាប់អ្នកវិភាគជាច្រើនក៏បានលើកឡើងថាយុទ្ធសាស្ត្រទេកងទ័ពមួយនេះក៏ជាផ្នែកមួយនៃការប្រកួតប្រជែងអំណាចធំហ្នឹងរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីក៏ដែរសង្គ្រាមនៅអ៊ុយក្រែនហ្នឹងបន្តអូសបន្លាយហើយភាគីទាំងពីរកំពុងតែព្យាយាមបង្កើននៅឥទ្ធិពលនិងសមត្ថភាពយោធារបស់ខ្លួនហ្នឹងនៅអឺរ៉ុបសម្រាប់ប្រជាជនដែលរស់នៅអឺរ៉ុបវិញក៏បានដឹងហើយក៏ការផ្លាស់ប្ដូរយុទ្ធសាស្ត្រយោធាទាំងនេះបានបង្កឲ្យមានការព្រួយបារម្ភអំពីស្ថានភាពដូចគ្នាដែលពួកគេបារម្ភអំពីស្ថិរភាពនិងសន្តិសុខរយៈពេលវែងហើយមនុស្សជាច្រើននឹងក៏សង្ឃឹមថាភាគីទាំងអស់នឹងជ្រើសរើសនៅផ្លូវការទូតណាមួយក៏ដូចជាការចរចាជំនួសឲ្យការបង្កើននៅសកម្មភាពយោធាដែលវាអាចនឹងឲ្យមានការយល់ច្រឡំរវាងគ្នានឹងគ្នាថា
ពួកគេកំពុងតែពង្រីកអំណាចដើម្បីសង្គ្រាមនៅពេលអនាគតស្របមកវិញគឺផែនការរបស់លោកដូណាល់ត្រាំនឹងក្នុងការដកទាហានអាមេរិកដែលមានចំនួនរហូតដល់ 5,000 អ្នកចេញពីអាល្លឺម៉ង់ហើយប្រទេសទៅកាន់ប្រទេសប៉ូឡែននេះបានបង្ហាញអំពីការផ្លាស់ប្ដូរយុទ្ធសាស្ត្រសន្តិសុខដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅអឺរ៉ុបខណៈដែលអ្នកគ្រប់គ្រងនឹងមើលឃើញថាវាជាជំហានចាំបាច់សម្រាប់ការពង្រឹងនៅការការពារនៅអឺរ៉ុបខាងកើតហើយអ្នករិះគន់វិញព្រួយបារម្ភថាវាអាចនឹងបង្កើតនូវភាពតានតឹងជាមួយរុស្ស៊ីនឹងធ្វើឲ្យស្ថានភាពសន្តិសុខអន្តរជាតិនោះវាកាន់តែស្មុគស្មាញជាងមុនដូច្នេះយើងទាំងអស់គ្នាមានតែរងចាំមើលថាការឆ្លើយតបទៅវិញទៅមកនោះវានឹងមានការផ្លាស់ប្ដូរនៅសកម្មភាពមួយនេះឬក៏ទៅជាយ៉ាងណាដូច្នេះខ្ញុំក៏សូមអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់វីដេអូមួយនេះពីដើមដល់ចប់ដើម្បីជាកម្លាំងចិត្តសូមជួយចុច like និង subscribe មកកាន់ Channel Mabo សង្ខេបព័ត៌មានខ្លីៗនេះដើម្បីជាការសំណូមពរពីខ្ញុំដើម្បីជាការលើកទឹកចិត្តតិចតួចសម្រាប់ការផលិតវីដេអូនិងការចែករំលែកនៅព័ត៌មានសំខាន់ៗមកកាន់អ្នកទាំងអស់គ្នាដូច្នេះខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាម្ដងទៀតនិងសូមជម្រាបលាត្រឹមតែប៉ុណ្ណេះហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ